ជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីសិស្សានុសិស្សទាំងអស់គ្នាបាទយើងជួបគ្នាម្ដងទៀតបាទនេះគឺយើងនិយាយអំពី degree នៃឯកធាតុបាទអញ្ចឹងអានេះ degree នៃឯកធាតុគឺក្នុងមេរៀនកន្សោបពេជ្រគណិតបាទថ្នាក់ទី8អញ្ចឹងយើងបើសិនជាយើងនិយាយពី degree បាទ degree នេះគឺ degree នៃឯកធាតុអញ្ចឹងអានេះគឺតារាងនេះគឺខ្ញុំឲ្យមកជួឈរនេះគឺជាឯកធាតុបាទអ្វីជាឯកធាតុបាទឯកធាតុគឺជាកន្សោបពេជ្រគណិតដែលមានតែវិធីគុណបាទដែលមានហើយនឹងស្វ័យគុណដែលនីតិសន្នរបស់វាគឺជាចំនួនបាទវិជ្ជមានឬ0បាទអញ្ចឹងអានេះគឺជាឯកធាតុរបស់យើងអញ្ចឹងបាទនេះគឺគេឲ្យយើងសរសេរអថេអញ្ចឹងចំពោះឯកធាតុហ្នឹងតើមានអថេអីខ្លះហើយ degree វាជា degree ទីប៉ុន្មានអញ្ចឹងដើម្បីយើងអាចបំពេញបានឥឡូវយើងមើលចំពោះឯកធាតុរបស់យើងនៅក្នុងឯកធាតុនេះគឺវាមានអក្សរបាទអក្សរហ្នឹងគឺគេហៅអថេហើយអក្សរនេះគឺមានអក្សរអីគេអក្សរ x អក្សរ y ឬក៏ y ហ្នឹងហើយនឹង b អញ្ចឹងអាហ្នឹងគឺជាអថេហើយអញ្ចឹងអថេរបស់យើងគឺមាន3អញ្ចឹងមានអក្សរ x បាទ y ហើយមួយទៀតគឺ b ឬក៏ b ហ្នឹងឯងអញ្ចឹងអាហ្នឹងគេហៅថាអថេរបស់វាហើយចំពោះ degree គឺយើងបាទយើងមើលទៅលើនិទុសន្ននៃអថេនីមួយៗអញ្ចឹងយើងមើលថាបាទឥឡូវយើងមើលទៅលើអថេ x នេះតើនិទុសន្នវាប៉ុន្មាននិទុសន្នហ្នឹងអីគេបាទនេះគឺអាលេខនៅផ្នែកខាងលើរបស់វាហ្នឹងហើយអាហ្នឹងហៅថានិទុសន្នវាអញ្ចឹងនិទុសន្នរបស់ x ប៉ុន្មានគឺ2បាទអញ្ចឹង2យើងសេ2ទៅ2ចំពោះ y នេះនិទុសន្នវាក៏មានដែរគឺមាន1កន្លែងនេះប៉ុន្តែ1ធម្មតាគេអត់ដែរសរសេរទេណាអញ្ចឹងកន្លែងហ្នឹងបានន័យថាវាមាន1តែអញ្ចឹងយើងបូកមកបូក1តោះមួយទៀតអថេ b នេះនិទុសន្នរបស់វាគឺ3អញ្ចឹងយើងបូកបន្ថែម3ទៀតអញ្ចឹងយើងបូកមក2បូក1បូក3ស្មើប៉ុន្មានស្មើនឹងបាទ6អញ្ចឹងមានន័យថាឯកធាតុមួយហ្នឹងគឺមាន degree 6អាហ្នឹងគេបូកអញ្ចឹងណាបាទមួយទៀតនេះឯកធាតុមួយទៀតគឺ 3a ការ៉េ bc អញ្ចឹងអានេះវាមាន3នៅពីមុខទៀត3ហ្នឹងគឺអីគេគឺជាមេគុណរបស់វាតាមពិតអាផ្នែកខាងលើនេះក៏វាមានមេគុណរបស់វាដែរគឺមេគុណរបស់វា1ប៉ុន្តែ1គេអត់ដែរដាក់ទេដោយសារគេបាទអាហ្នឹងគឺ1ធម្មតាគេមិនតែដាក់ទេណា1ទៅតោបាទអញ្ចឹងឥឡូវយើងមើលអាក្រោមនេះមេគុណផ្នែកខាងមុខនេះយើងមិនបាច់គិតទេក្នុងខ្វល់ប៉ុន្តែឥឡូវយើងមើលអថេរបស់យើងអថេយើងគឺមាន3ដូចគ្នាគឺ a b និង c បាទ a b ហើយនឹង c ហើយចុះ degree វាមានប៉ុន្មានអញ្ចឹងអានេះខ្ញុំសរសេរបូកចេះមានបញ្យល់យើងថាយើងត្រូវបូកបញ្ចូលគ្នាអញ្ចឹងឥឡូវយើងមើលនេះវិញ degree របស់អថេ a នេះគឺវាមាននិទុសន្នរបស់វា2បាទ2 b នេះវាមាននិទុសន្នរបស់វា1អញ្ចឹង2បូក1 3 c មួយទៀតនិទុសន្នមួយទៀតអញ្ចឹង4បាទអញ្ចឹងមានន័យថា2បូក1បូក1ទៀតអញ្ចឹងវាស្មើប៉ុន្មាន4អញ្ចឹងមានន័យថាឯកធាតុហ្នឹង degree របស់វាគឺ4មួយទៀតនេះគឺបាទនេះគឺ3នៅលើ4នេះអាហ្នឹងគឺជាមេគុណរបស់វាយើងកុំខ្វល់អញ្ចឹងឥឡូវយើងមើលអថេរបស់វាអថេរបស់វាគឺ3ដែរគឺអថេ a អថេ b អថេ c អញ្ចឹងវាមាន3ដូចគ្នាបើវាមានអក្សរអីផ្សេងទៀតក៏យើងដាក់មកអាហ្នឹងសិតតែជាអថេរបស់វាហើយចំពោះ degree គឺយើងគិតមើលបាទនេះគឺ1អានេះ1អានេះ1អញ្ចឹងទាំងអស់វា3ហើយអញ្ចឹងមានន័យថា degree របស់វាគឺ3ឬក៏1បូក1ស្មើ3ហ្នឹងឯងបាទអានឹងគឺជាការកំណត់អថេនិង degree នៃឯកធាតុបាទអរគុណជួបគ្នាលើកក្រោយ